ហាក់បីដូចជាសម្ពាធមួយសម្រាប់គាត់ហើយពេលខ្លះដៃគូខ្លះគឺគាត់អត់ចង់កំណត់ថាគាត់មួយណាជាប្រពន្ធឬក៏មួយណាជាស្វាមីទេវគ្គចែករំលែកអំពី SOGSC ហើយនឹងសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នាទៅកាន់អង្គការសង្គមស៊ីវិលណាមួយគឺគេចាប់ផ្ដើមដូចជាបង្កើតជាជោគជារឿងកំ ប្លែកគាត់គិតថាដើម្បីខ្លាយជាបុរសហ្មងលុះត្រាតែគាត់នឹងចេះញ៉ាំស្រាឲ្យច្រើនជម្រាបសួរសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ podcast ទី1នៅក្នុងរដូវកាលថ្មីនៃ podcast របស់ក្រុម Love is Diversity ហើយនៅក្នុង podcast របស់យើងនៅក្នុងរដូវកាលថ្មីនេះយើងនឹងពំនាំនៅប្រធានបទក៏ដូចជាការជជែកជាច្រើននៅជុំវិញរឿងរ៉ាវនៅក្នុងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាអញ្ចឹងការជជែកជុំវិញសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានឹងគឺមានរឿងច្រើនមែនតើដែលយើងអាចយកមកជជែកក៏ដូចជាចែករំលែកទៅកាន់អ្នកទាំងអស់គ្នាបានអញ្ចឹងនៅក្នុង podcast ទី1របស់យើងនៅក្នុងថ្ងៃនេះយើងនឹងពំនាំនៅប្រធានបទដ៏ថ្មីមួយប៉ុន្តែជារឿងដែលតែងតែកើតឡើងជាទូទៅស្រាប់ទៅហើយក៏ជាអ្វីដែលយើងតែងឃើញនិងតែងដឹងតែងឮកន្លងមកហើយអញ្ចឹងអ្វីដែលយើងនឹងយកមកជជែកនៅក្នុងថ្ងៃហ្នឹងគឺជាការដែលតែជែកជុំវិញការយល់ឃើញដែលខុសមានន័យថាការយល់ឃើញខុសមួយចំនួននៅក្នុងសហគមន៍របស់អ្នកស្រឡាញ់ភេទដូចគ្នាហើយការយល់ឃើញខុសហ្នឹងមានន័យថាការដែលយល់ថាជាទូទៅគេគិតថារឿងហ្នឹងគឺអញ្ចឹងតែតាមពិតមិនមែនអញ្ចឹងទេអញ្ចឹងការយល់ខុសហ្នឹងគឺយើងនឹងបែងចែកជា2ផ្នែកផ្នែកទី1គឺជាការយល់ខុសរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាខ្លួនឯងមកកាន់សហគមន៍ខ្លួនឯងក៏ដូចជាការយល់ខុសពីអ្នកខាងក្រៅមានន័យថាអ្នកពីសហគមន៍ខាងក្រៅយល់ខុសចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាអញ្ចឹងមុននឹងចាប់ផ្ដើមសំណើនាំខ្លួនឯងបន្តិចនឹងឲ្យខ្ញុំធីតាពី Love Diversity ហើយនឹងដៃគូនៅក្នុងការសន្ទនារបស់យើងនៅក្នុងថ្ងៃនេះគឺជំរាបសួរអ្នកទាំងអស់គ្នាមួយសារទៀតខ្ញុំឈ្មោះហេងខ្ញុំកំណត់អត្តសញ្ញាណ gender ខ្លួនឯងជាអ្នកបដូរ gender ពីស្ត្រីទៅបុរសហើយសប្តាហ៍ថ្ងៃខ្ញុំក៏ជាសមាជិកក្រុម Love is Diversity ដែរអរគុណមុនចាប់ផ្ដើមហេងមានអារម្មណ៍មិនដែរនៅក្នុងថ្ងៃនេះយើងហាក់ដូចជាមានបរិយាកាសថ្មីមកទៅជែកអំពីប្រធានបទថ្មីសម្រាប់ខ្ញុំគិតថាថ្ងៃនេះដូចមានអារម្មណ៍ថារៀងស្រឡះដូចថាអាកាសធាតុក៏អំណោយផលរៀងក្តៅបន្តិចមុនហ្នឹងប៉ុន្តែឥឡូវមិនរៀងសតុំអញ្ចឹងគិតថាមានធម៌ពលក្នុងការនិយាយហ្នឹងហើយដូចគ្នាយើងមកបាននៅក្នុងបរិយាកាសមួយពោពេញទៅដោយធម្មជាតិអញ្ចឹងធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយហើយការដកដង្ហើមរបស់យើងហាក់ដូចជាធូរអូខេអញ្ចឹងហ្នឹងហើយកុំឲ្យខាតពេលយូរខ្ញុំគិតថាយើងនឹងចាប់ផ្ដើមទៅជែកគ្នាជុំវិញការយល់ខុសមួយចំនួនពីក្នុងសហគមន៍របស់យើងដែលយល់ខុសចំពោះខ្លួនឯងអញ្ចឹងសម្រាប់ហេងតើហេងមើលឃើញថាមានការយល់ខុសអីខ្លះនៅក្នុងសហគមន៍របស់យើងខ្លួនឯងណាហ្នឹងហើយអរគុណច្រើនបងសម្រាប់ខ្ញុំគិតថាចំណុចទី1ដែលខ្ញុំនឹងលើកហ្នឹងគឺតកតងជាមួយនឹងការយល់ខុសសម្រាប់អ្នកបដូរ gender ពីស្ត្រីទៅបុរសអញ្ចឹងសម្រាប់ខ្ញុំកំណត់អត្តសញ្ញាណខ្លួនឯងគឺជាអ្នកបដូរ gender ពីស្ត្រីទៅបុរសឬក៏ភាសាអង់គ្លេសយើងហៅថា trans man អញ្ចឹងតើមានផ្នត់គំនិតខុសឆ្គងឲ្យគេខ្លះដែលយើងតែងតែឃើញនៅក្នុងនៅក្នុងក្រុមរបស់trans man អញ្ចឹងណាអញ្ចឹងចំណុចទី1ដែលខ្ញុំអាសាឃើញហ្នឹងគឺអ្នកដែលគាត់បដូរ gender ពីស្ត្រីទៅបុរសឬ trans man ហ្នឹងគាត់តែងតែយល់ថាដើម្បីឲ្យคล้ายខ្លួនឯងជាបុរសពេញលក្ខណៈឬក៏គាត់គិតថាដើម្បីคล้ายជាបុរសហ្មងលុះត្រាតែគាត់ហ្នឹងចេះញ៉ាំស្រាឲ្យច្រើនមួយទៀតអាចប្រើគ្រឿងញៀនអីចឹងទៅទី2គាត់ប្រើអំពើហិង្សាក្នុងគ្រួសារឬក៏ទី3គឺគាត់កំពុងមានដៃគូហើយប៉ុន្តែគាត់ផាត់ក្បត់ដៃគូរបស់គាត់អីឲ្យច្រើនផ្លាស់ដូរដៃគូច្រើនចឹងទៅបានគាត់កំណត់ថាខ្លួនឯងហ្នឹងជាបុរសអាហ្នឹងដែលយើងតែងតែឃើញណាតែការពិតទៅវាមិនមែនអញ្ចឹងទេសម្រាប់ខ្ញុំគិតថាការញ៉ាំសូរ៉ាវាអាចញ៉ាំបានប៉ុន្តែក្នុងកម្រិតណាមួយដែលយើងញ៉ាំគ្រាន់តែដើម្បីទៅចែកគ្នាលេងអីឬក៏ដើម្បីសុបាយម្ដងម្កាលអីចឹងតែមិនមែនជាកម្រិតមួយដែលហួសហេតុតតែញ៉ាំរាល់ថ្ងៃតតែញ៉ាំឲ្យបានច្រើនបានគេចាត់ទុកជាបុរសហេហើយដោយការប្រើប្រាស់គ្រឿងញៀនវាក៏អត់មានបានជួយអីទៅដល់គ្រួសាររបស់យើងជីវិតរបស់យើងឬក៏ការងាររបស់យើងឬក៏ជីវភាពរស់នៅរបស់យើងដែរវាមានតែបំផ្លាញយើងអញ្ចឹងណាហើយក៏ដូចថាការដែលគាត់ប្រើអំពើហិង្សារឹតតែខុសហ្មងគឺជារឿងមួយដែលខុសច្បាប់គឺมันអាចធ្វើអញ្ចឹងបានទេហើយក៏មិនមានន័យថាបុរសតតែប្រើហិង្សាដែរហ្នឹងហើយអញ្ចឹងផ្នត់គំនិតទាំងអស់ហ្នឹងដែលយើងឃើញហ្នឹងគឺជាការយល់ខុសមួយដែលសហគមន៍ trans man ហ្នឹង
គាត់តែងតែធ្វើអញ្ចឹងណាហើយខ្ញុំតែងតែឃើញពួកគាត់ជជែកគ្នាដើម្បីធ្វើបរោះតតែធ្វើអញ្ចឹងដូចខ្ញុំរៀបរាប់មកមិញអញ្ចឹងទៅតែធៀបពិតយើងអាចរើសតើជីវិតរបស់យើងអាចរើសបានថាដើម្បីខ្លាចជាបរោះយើងអាចធ្វើជាបរោះម្នាក់ដែលល្អគិតពីគ្រួសារស្រឡាញ់ខ្លួនឯងមានមុខរបរមួយមានជំនាញមួយច្បាស់លាស់ប្រើដូចថាទេពកោសល្យរបស់ខ្លួនឯងដើម្បីធ្វើការជួយសង្គមហើយជួយគ្រួសារជួយខ្លួនឯងបានទៀតចឹងណានេះបងឃើញដូចហេងដែរយើងឃើញថាមានអ្នកបដូរ gender ជាបរិសុទ្ធជាច្រើនណាដែលគាត់យល់ថាអញ្ចឹងហើយគិតថាអញ្ចឹងហ្នឹងហើយដូចដែលហេងបានរៀបរាប់អញ្ចឹងយើងគិតថាតាមពិតទៅភាពជាបរិសុទ្ធក៏មានចំណុចល្អជាច្រើនដែរយើងមិនមែននិយាយអញ្ចឹងមានន័យថាភាពជាបរិសុទ្ធហាក់ដូចជាមានតែរឿងមិនល្អទេភាពជាបរិសុទ្ធគឺគេមានរឿងដែលល្អដែលបរិសុទ្ធមួយចំនួនដែលគាត់មានណាអញ្ចឹងយើងសង្ឃឹមថាការដែលយើងកំណត់ខ្លួនឯងជាបរិសុទ្ធយើងអត់ចាំបាច់ទៅ copy អារឿងដែលមិនល្អសម្រាប់ខ្លួនយើងទេតែមានរឿងល្អជាច្រើនដូចជាការដែលយើងជាមនុស្សម្នាក់ប្រកបទៅដោយទំនួលខុសត្រូវចំពោះគ្រួសាររបស់យើងចំពោះដៃគូយើងចំពោះកូនយើងអីផ្សេងជាដើមអញ្ចឹងយើងគិតថាដូចអ្វីដែលហេងបានលើកឡើងអញ្ចឹងហើយសង្ឃឹមថាអ្នកទាំងអស់គ្នាក៏បានជាទុនមួយនៅក្នុងការពិចារណាឡើងវិញដោយសារយើងឃើញថាជាពិសេស trans man ដែលគាត់ជាក្មេងៗជំនាន់ក្រោយណាគាត់ព្យាយាមធ្វើយ៉ាងណាឲ្យគេមើលមកថាគាត់គឺជាបរិសុទ្ធតែវាអត់ចាំបាច់ថាយើងធ្វើឲ្យគេគិតថាយើងជាបរិសុទ្ធទេការកំណត់ខ្លួនឯងជាបរិសុទ្ធគឺជាការកំណត់ខ្លួនឯងដែលចេញពីខាងក្នុងយើងបើយើង feel ថាយើងគឺជាបរិសុទ្ធយើងផ្ទុយពីភេទកំណើតរបស់យើង yes you are បរិសុទ្ធហើយចឹងនិយាយថាអញ្ចឹងណាអត់ចាំបាច់ព្យាយាមធ្វើយ៉ាងណាឲ្យគេគិតថាអូរឹងមាំណាអីគេផឹកស្រាជក់បរិយអីអានឹងសិតតែរឿងដែលវាបំផ្លាញមកខ្លួនយើងវិញទេហ្នឹងហើយអញ្ចឹងតែពីពួកយើងចង់ចូលរួមប៉ុណ្ណឹងហើយពីបងទៅសង្កេតឃើញរឿងមួយទៀតដែរនៅក្នុងសហគមន៍របស់យើងណាតែងតែកើតឡើងតាក់ទងទៅនឹង non binary people ហ្នឹងគឺបើយើងនិយាយជាខ្មែរយើងមិនទាន់មានពាក្យដែលបកប្រែជាផ្លូវការឯងក៏ប៉ុន្តែយើងអាចហៅថាអ្នកដែលមិនកំណត់ខ្លួនឯងថាជាបរិសុទ្ធឬក៏ជាស្ត្រីអញ្ចឹងនៅក្នុងសហគមន៍អ្នកដែលជា non binary ហ្នឹងយើងឮពីពួកគាត់ច្រើនពេលដែលគាត់កំណត់ខ្លួនឯងជា non binary ហើយគាត់នៅក្នុងសហគមន៍ LGBTIQ ហ្នឹងចាប់ផ្ដើមមានអ្នកមួយចំនួននៅក្នុងសហគមន៍របស់យើងហ្នឹងឆ្ងល់ថាមិនបានគាត់ចាំបាច់ non binary ឧទាហរណ៍ណាមិនបានគាត់មិនកំណត់ខ្លួនឯងជាបរិសុទ្ធឬក៏ជាស្ត្រីជា trans man ជា trans woman ឬមួយក៏ជាអីជា gay ឬក៏ជាអីមិនបានមិនស្ត្រីមិនបានមិនបរិសុទ្ធអញ្ចឹងពេលកន្លែងហ្នឹងយើងធ្លាប់ឮពីអ្នកដែល non binary ហ្នឹងគាត់ចែករំលែកមកពួកយើងច្រើនដែរអញ្ចឹងអ្វីដែលយើងចង់បញ្ជាក់ទៅអ្នកនៅក្នុងសហគមន៍របស់យើងក្តីអ្នកនៅក្រៅសហគមន៍របស់យើងក្តី non binary people ហ្នឹងគឺជាអត្តសញ្ញាណមួយហើយការកំណត់អត្តសញ្ញាណខ្លួនឯងហ្នឹងគឺមានតែបុគ្គលខ្លួនឯងទេដែលគាត់កំណត់ខ្លួនឯងបានណាហើយយើងអាចកំណត់ខ្លួនឯងជា trans man បានគេក៏អាចកំណត់ខ្លួនឯងជា identity អីមួយដែលគេ feel comfort ជាមួយនឹងខ្លួនឯងអញ្ចឹងគ្រាន់តែចង់បង្ហាញថាអត្តសញ្ញាណ gender ហ្នឹងគឺវាចម្រុះគឺវាមានភាពចម្រុះហើយវាមានច្រើនអត្តសញ្ញាណយើងអាចកំណត់ខ្លួនឯងជាអីបានគេក៏អាចកំណត់ខ្លួនឯងជាអីបានដែរមិនមែនមានន័យថាយើងកំណត់ខ្លួនឯងជាអីមួយយើងចង់ឲ្យគេមកចូលនៅក្នុងផ្នែកអីមួយដែរមិនបានមិនដូចយើងណាមិនមែនទេអញ្ចឹងនៅក្នុងសហគមន៍របស់យើងគឺមានអត្តសញ្ញាណ gender ជាច្រើនហើយ non binary ហ្នឹងក៏ជាអត្តសញ្ញាណមួយដែរដែលអ្នកដែលគេកំណត់ខ្លួនឯងហ្នឹងគេមានអារម្មណ៍ថាគេកក់ក្ដៅជាមួយនឹងអត្តសញ្ញាណមួយហ្នឹងអត្តសញ្ញាណមួយហ្នឹងហាក់ដូចជាត្រូវគាត់មិនកំណត់ខ្លួនឯងជាបរិសុទ្ធហ្មងមិនកំណត់ខ្លួនឯងជាស្ត្រីហ្មងទេប៉ុន្តែគាត់នៅចន្លោះកណ្ដាលឬក៏នៅខាងខិតទៅខាងណាមួយដែលគាត់មានអារម្មណ៍ថាគាត់ពេញចិត្តហើយគាត់សប្បាយចិត្តជាមួយនឹងអត្តសញ្ញាណមួយហ្នឹងហ្នឹងហើយហ្នឹងជាចំណុចមួយទៀតដែលយើងឃើញថាតែងតែកាត់ឡើងមកគឺការដែលមានសហគមន៍យើងក្នុងសហគមន៍របស់យើងខ្លួនឯងហ្នឹងអ្នកខ្លះគាត់កំណត់អត្តសញ្ញាណខ្លួនឯងជា non binary ប៉ុន្តែត្រូវបានគេថាឬក៏គេឆ្ងល់គាត់មិនបាន non binary អញ្ចឹងទៅមិនចេះមិនចោះអញ្ចឹងតែអញ្ចឹងយើងគាត់ចង់បញ្ជាក់ថាអត្តសញ្ញាណ gender គឺមានច្រើនចម្រុះហើយនរណាក៏គាត់អាចកំណត់អត្តសញ្ញាណ gender ទៅតាមអ្វីដែលជាអារម្មណ៍របស់គាត់ហើយគាត់មានអារម្មណ៍ថាគាត់ comfort ជាមួយនឹងអត្តសញ្ញាណ gender មួយហ្នឹងយ៉ាចឹងហើយមានអីទៀតទេមានមើលឃើញអីទៀតនៅក្នុងសហគមន៍របស់យើងណាដែលជាការយល់ច្រឡំ
ហ្នឹងហើយបងខ្ញុំគិតថាចំណុចមួយទៀតដែលខ្ញុំភ្ជាប់មួយបងហើយវាស្រដៀងគ្នាដែរមើលស្ដាប់មើលទៅស្រដៀងគ្នានៅពេលដែលអ្នកស្រឡាញ់ភេទដូចគ្នាដូចថាគាត់មកគូហ្នឹងគាត់ស្រឡាញ់គ្នាអញ្ចឹងតែងតែសង្គមឬក៏អ្នកជុំវិញគាត់ហ្នឹងតែងតែព្យាយាមឲ្យគាត់កំណត់ថាមួយណាជាដើរតួនាទីជាស្វាមីមួយណាដើរតួនាទីជាប្រពន្ធអញ្ចឹងទៅអញ្ចឹងហាក់បីដូចជាពេលខ្លះទៅហាក់បីដូចជាសម្ពាធមួយសម្រាប់គាត់ហើយពេលខ្លះដៃគូខ្លះគឺគាត់អត់ចង់កំណត់ថាគាត់មួយណាជាប្រពន្ធឬក៏មួយណាជាស្វាមីទេគឺគាត់ចង់កំណត់ថាគាត់អាចជាប្រពន្ធទាំងពីរក៏បានឬក៏ស្វាមីទាំងពីរក៏បានឬក៏មានអ្នកណាមានប្រពន្ធមួយឬក៏ស្វាមីមួយអីក៏បានហ្នឹងជាសិទ្ធិរបស់គាត់គឺជាការដែលគាត់មានអារម្មណ៍មួយថាគាត់ comfort នៅក្នុងហ្នឹងក្នុងការដែលគាត់កំណត់ខ្លួនឯងអញ្ចឹងមិនមែនមានន័យថាអ្នកស្រឡាញ់ភេទដូចគ្នាមកគូដែលគាត់ស្រឡាញ់គ្នាហ្នឹងគឺត្រូវតែកំណត់បែងចែកដាច់ហ្មងថាប្រពន្ធអញ្ចេះប្តីអញ្ចេះទេព្រោះវាអត់មានទូនាទីអីដែលថាត្រូវកំណត់រឿងទាំងអស់ហ្នឹងឯងអាស្រ័យទៅលើថាតើពួកគាត់ពេញចិត្តប្រើអីពេញចិត្តដើរទូនាទីអីសម្រាប់ដៃគូរបស់គាត់ហ្នឹងអាហ្នឹងតែខ្ញុំឃើញដែរហើយភាគច្រើនគឺពួកគាត់ជួបយើងអីទៅគាត់ប្រាប់ថាគាត់រៀងមានសម្ពាធនៅពេលដែលគាត់ប្រាប់គេថាពីរអ្នកគាត់គឺជាប្រពន្ធទាំងពីរអ្នកអញ្ចឹងគេតែងតែឆ្ងល់ថាហេតុអីអត់មានទូនាទីជាស្វាមីអញ្ចឹងណាហ្នឹងហើយបងឃើញកន្លែងហ្នឹងដូចគ្នាហើយក៏ធ្លាប់ត្រូវបានគេសួរច្រើនដែរពេលដែលយើងជាដៃគូអ្នកស្រឡាញ់ភេទដូចគ្នាហាក់ដូចជាត្រូវបានគេឆ្ងល់ឬក៏គេសួរទាំងក្នុងសហគមន៍ខ្លួនឯងទាំងអ្នកខាងក្រៅសហគមន៍ក្តីមួយណាជាប្តីមួយណាជាប្រពន្ធអញ្ចឹងនិយាយឲ្យរួមជាខ្លីទៅអ្វីដែលយើងចង់លើកយកមកហើយហ្នឹងគឺយើងចង់ប្រាប់ថាដៃគូមួយគឺមិនមែនតតែចាំបាច់ថាម្នាក់ជាប្តីម្នាក់ជាប្រពន្ធទេអញ្ចឹងនៅក្នុងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាអ្នកខ្លះគេកំណត់ខ្លួនឯងមួយជាប្តីមួយជាប្រពន្ធ that's fine ពួកគាត់ feel comfort ហើយគាត់ feeling អាហ្នឹងគឺជាខ្លួនគាត់តែដៃគូខ្លះគឺគេកំណត់ខ្លួនឯងជាប្រពន្ធទាំងពីរឬក៏ជាបរិសុទ្ធទាំងពីរវានៅតែអូខេអញ្ចឹងណាអញ្ចឹងយើងគាត់តែចង់បង្ហាញដល់អ្នកគ្នាថាវាទលាយអញ្ចឹងវា diverse អញ្ចឹងអាស្រ័យលើបុគ្គលរៀងខ្លួនទេដែលគេកំណត់ខ្លួនឯងជាអ្នកណាជាប្តីទាំងពីរជាប្រពន្ធទាំងពីរឬក៏ជាប្តីមួយប្រពន្ធមួយពីបងទៅស្តៀងតាក់តងភ្ជាប់ជាមួយនឹងបន្តិចអ្វីដែលយើងឃើញមួយទៀតដែលតែងតែកើតឡើងនៅក្នុងសហគមន៍របស់យើងណាហើយក៏មាន LGBT យើងឬក៏អ្នកក្នុងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាជាច្រើនហ្នឹងគាត់ធ្លាប់ចែករំលែកមកកាន់ពួកយើងណាគាត់ថាពេលខ្លះគាត់មានអារម្មណ៍ថាអត់ត្រូវបានគេគោរពនៅពេលដែលអ្នកនៅក្នុងសហគមន៍ខ្លួនឯងហ្នឹងអីគេកំណត់ឲ្យគាត់ឬក៏ហៅគាត់របៀបក្នុងការហៅដោយមិនមានការគោរពគ្នាឧទាហរណ៍ថាគេហៅគាត់ថាអីគេដាក់ឈ្មោះបែបនេះដាក់ឈ្មោះបែបនោះឬក៏តាមពិតទៅគាត់កំណត់ខ្លួនឯងមិនមែនជា trans woman ទេតែត្រូវបានគេហៅគាត់ជាមីអូនជាប្អូនស្រីជាអីចឹងទៅហើយគាត់ក៏ព្យាយាមប្រាប់គេវិញថាគាត់អត់កំណត់ខ្លួនឯងជាមនុស្សស្រីទេប៉ុន្តែត្រូវបានគេ reject អ្វីដែលគាត់បាន inform អ្វីដែលគាត់បានប្រាប់គេហ្នឹងតាមរយៈគេមើលមកថាគាត់បែបណាគេហៅគាត់បែបហ្នឹងអញ្ចឹងកន្លែងហ្នឹងក៏ជាចំណុចសំខាន់ដែរដែលយើងចង់លើកឡើងថានៅក្នុងសហគមន៍របស់យើងខ្លួនឯងយើងគួរតែចាប់ផ្ដើមពីក្នុងសហគមន៍ខ្លួនឯងដែរមិនមែនថារាល់ថ្ងៃយើងប្រាប់ទៅសហគមន៍ខាងក្រៅអំពីរបៀបដែលឲ្យគាត់ហៅសពនាមយើងឲ្យត្រឹមត្រូវធ្វើឲ្យយើងមានអារម្មណ៍សប្បាយចិត្តខណៈហ្នឹងក៏ក្នុងសហគមន៍ខ្លួនយើងហ្នឹងក៏គួរតែ respect គួរតែគោរពនៅការកំណត់សពនាមរបស់មិត្តភ័ក្តិឬក៏បងប្អូននៅក្នុងសហគមន៍របស់យើងដូចគ្នាមិនមែនមានន័យថាកំណត់សម្រាប់ឲ្យតែអ្នកខាងក្រៅហៅយើងឲ្យត្រឹមត្រូវទេបងអូនស្រីបងប្រុសបងអូនប្រុសឬក៏ពូឬក៏អីចឹងទៅតែក្នុងសហគមន៍ខ្លួនយើងហ្នឹងក៏គួរគោរពអានឹងដូចគ្នាហើយការដែលយើងចេះសួរគ្នាមុននៅក្នុងសហគមន៍យើងក៏ជារឿងសំខាន់ហើយអ្វីដែលយើងរៀនសូត្របានហ្នឹងការដែលយើងគោរពគ្នានៅក្នុងសហគមន៍ខ្លួនឯងហ្នឹងគឺជាចំណុចដ៏សំខាន់មួយដែលធ្វើឲ្យអ្នកខាងក្រៅសហគមន៍យើងហ្នឹងគាត់កាន់តែផ្ដល់តម្លៃនិងផ្ដល់ការគោរពឲ្យយើងដូចគ្នាអញ្ចឹងខ្ញុំគិតថាកន្លែងហ្នឹងក៏ជាចំណុចសំខាន់មួយដែរហ្នឹងមួយវិញទៀតចង់ភ្ជាប់បន្តិចទៀតដែរប្រហែលជាហេងក៏ធ្លាប់ឃើញកន្លែងហ្នឹងដូចគ្នាណាអាហ្នឹងពីពួកយើងទៅជាការចែករំលែកមួយដែលយើងគិតថាអ្វីដែលធ្លាប់កើតឡើងនៅក្នុងសហគមន៍ដូចជានៅក្នុងសហគមន៍អ្នកសាញ់ភេទដូចគ្នាខ្លួនយើងហ្នឹងមួយចំនួនទេមិនទាំងអស់គ្នាមួយចំនួនដែលហាក់ដូចជាបៀតបៀនទៅកាន់អ្នកដទៃពេលខ្លះយើង
យើងធ្លាប់តែគិតថាយើងជាសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាយើងជាជនរងគ្រោះប៉ុន្តែខណៈពេលដែលយើងជាជនងាយរងគ្រោះនឹងត្រូវហើយប៉ុន្តែកុំភ្លេចថាខ្លួនយើងក៏អាចជាបុគ្គលម្នាក់ដែលអាចបៀតបៀនទៅដល់អ្នកដទៃដូចគ្នាឧទាហរណ៍ចំនៅក្នុងសហគមន៍យើងខ្លះគឺការលុកលាន់ទៅអ្នកដទៃឧទាហរណ៍ថាឃើញគេអញ្ចឹងយើងប៉ះគេយើងស្ទាបគេយើងអែលគេដោយគ្មានការអនុញ្ញាតឬក៏គ្មានការព្រមព្រៀងពីបុគ្គលម្នាក់នោះអាហ្នឹងគឺមិនមែនជារឿងត្រឹមត្រូវទេអាហ្នឹងគឺជាការបៀតបៀនហើយអញ្ចឹងពេលខ្លះយើងចាត់ទុកខ្លួនឯងជាជនរងគ្រោះចាត់ទុកខ្លួនឯងជាជនដែលងាយរងគ្រោះសហគមន៍អ្នកសាញ់ភេទដូចគ្នាងាយត្រូវបានគេរើសអើងងាយត្រូវបានគេប៊ូលីអីផ្សេងងាយត្រូវបានគេបៀតបៀនប៉ុន្តែចំណុចខ្លះឬក៏ពេលខ្លះយើងភ្លេចគិតថាខ្លួនយើងក៏ជាអ្នកដែលអាចបៀតបៀនទៅដល់អ្នកដទៃដូចគ្នាគាត់គិតថាគាត់ប៉ះគេគាត់អីគេហ្នឹងជារឿងធម្មតាប៉ុន្តែយើងគ្រាន់តែចង់រំលឹកថាវាមិនមែនជារឿងធម្មតាទេទោះបីជាភេទអីក៏ដោយអត្តសញ្ញាណអីក៏ដោយបើសិនជាយើងប៉ះពាល់គេទៅលើរូបរាងកាយគេដោយមិនមានការព្រមព្រៀងឬក៏ធ្វើឲ្យម្នាក់នឹងគាត់មានអារម្មណ៍ថាគាត់អត់សប្បាយចិត្តគាត់អត់ comfort ជាមួយនឹងរឿងទាំងអស់ហ្នឹងអាហ្នឹងគឺជាការបៀតបៀនហើយសម្រាប់ហើយវិញធ្លាប់ឃើញរឿងរ៉ាវអញ្ចឹងឯងធ្លាប់ឃើញកន្លងមកឯងហ្នឹងហើយបងសម្រាប់ខ្ញុំអាសាឃើញដែរហើយក៏រៀងច្រើនដែរហ្នឹងហើយប៉ុន្តែដូចយើងបញ្ជាក់ចឹងថាអ្វីដែលយើងនិយាយក្នុងថ្ងៃនេះគឺមិនមែនសំដៅទៅលើសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាទាំងមូលទេគឺយើងនិយាយតែមួយចំនួនទេអញ្ចឹងករណីមួយចំនួនដែលខ្ញុំឃើញហ្នឹងឧទាហរណ៍ថាដូចជាអ្នកស្រឡាញ់ភេទផ្ទុយគ្នាគាត់នៅអង្គុយចឹងទៅអ្នកស្រឡាញ់ភេទដូចគ្នាហ្នឹងគាត់ទៅប៉ះពាល់រូបរាងកាយគេគាត់ទៅនិយាយទៅគឺអត់មានការយល់ព្រមពីអ្នកស្រឡាញ់ភេទផ្ទុយគ្នាហ្នឹងទេអញ្ចឹងហើយធ្វើឲ្យអ្នកស្រឡាញ់ភេទផ្ទុយគ្នាហ្នឹងគាត់មានអារម្មណ៍ថាគាត់ទទួលយកអត់បាននៅពេលដែលប៉ះរូបរាងកាយគាត់អីអញ្ចឹងណាអញ្ចឹងហើយធ្វើឲ្យគាត់អាចថាគាត់ដើរចេញឬក៏គាត់ប្រាប់ថាកុំធ្វើអញ្ចឹងអីចឹងទៅអញ្ចឹងពេលខ្លះករណីខ្លះទៅជាអ្នកស្រឡាញ់ភេទដូចគ្នាហ្នឹងគាត់គិតថាគេរើសអើងគាត់វិញអញ្ចឹងករណីហ្នឹងគឺយើងអត់អាចគិតថាគេរើសអើងទេពីព្រោះគេត្រូវការពារនៅអ្វីដែលគេមិនបានយល់ព្រមជាមួយយើងហ្នឹងហើយអញ្ចឹងចង់បញ្ជាក់ទៅដល់អ្នកស្រឡាញ់ភេទដូចគ្នាមួយចំនួនផងដែរថាការបៀតបៀនផ្សេងប៉ះពាល់រូបរាងកាយគេឬក៏ប្រព្រឹត្តអំពើអីដែលមិនមានការអនុញ្ញាតពីបុគ្គលមកខាងទៀតហ្នឹងគឺមានន័យថាវាខុសហើយមានន័យថាជាការបៀតបៀនហើយអញ្ចឹងបើសិនជាគេតបមកវិញតាមរយៈការគេប្រាប់យើងថាកុំឲ្យធ្វើអញ្ចឹងធ្វើអីមិនមានន័យថាអ្នកដែលជនទី2ហ្នឹងគឺគាត់រើសអើងយើងទេប៉ុន្តែមានន័យថាទង្វើហ្នឹងគឺគេអត់អាចទទួលយកបានទេហ្នឹងហើយអញ្ចឹងចំណុចខ្លះវាចង់និយាយសម្រាប់ខ្ញុំគិតថាករណីនេះមិនមែនជាករណីដែលថាទូចទេណាគឺជាករណីដែលធំនៅពេលដែលយើងទៅប៉ះពាល់ឬក៏បៀតបៀនគេទាំងគេអត់យល់ព្រមហ្នឹងហើយជាករណីដែលថាមិនគួរកើតមានឡើងនៅក្នុងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាហ្នឹងហើយអញ្ចឹងដូចតែបានបញ្ជាក់អញ្ចឹងមិនថាភេទអី gender អីមិនមែនតតែមនុស្សប្រុសមកប៉ះមនុស្សស្រីបានហៅថាការបៀតបៀនទេស្ត្រីទៅប៉ះបរិសុទ្ធដែលបរិសុទ្ធហ្នឹងគាត់មិនពេញចិត្តក៏ជាការបៀតបៀនដែរនៅក្នុងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាបរិសុទ្ធស្រឡាញ់បរិសុទ្ធទៅប៉ះបរិសុទ្ធផ្សេងទៀតហ្នឹងក៏ជាការបៀតបៀនដែរនិយាយរួមគឺនៅលើការព្រមព្រៀងអញ្ចឹងបើសិនជាយើងជាអត្តសញ្ញាណអីហើយយើងទៅប៉ះពាល់បុគ្គលផ្សេងទៀតដែលជាអត្តសញ្ញាណអីក៏ដោយប៉ុន្តែបុគ្គលមួយហ្នឹងគាត់មិនពេញចិត្តធ្វើឲ្យគាត់មិនសប្បាយចិត្តធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់អត់ comfort អាហ្នឹងហើយគឺជាការបៀតបៀនយើងដកភេទអី gender អីចេញណារវាងបុគ្គលនិងបុគ្គលដែលគេមិនពេញចិត្តគេមិនព្រមព្រៀងមួយយើងអាហ្នឹងហើយគឺជាការបៀតបៀនអូខេអញ្ចឹងយើងទៅចែកបានច្រើនមែនតើអញ្ចឹងពីបងទៅយើងគិតថាមានចំណុចមួយទៀតដែលយើងធ្លាប់ឮនិងធ្លាប់ដឹងកន្លងមកដែរតកតងទៅនឹងអ្នកដែលគាត់ស្រឡាញ់ទាំងពីរភេទ bisexual កន្លងមកយើងធ្លាប់ឮពីអ្នកដែលគាត់ស្រឡាញ់ទាំងពីរភេទគាត់មានអារម្មណ៍ថាគាត់ត្រូវបានគេវាយតម្លៃគាត់នៅពេលដែលគ្រាន់តែឮថាគាត់គឺជាអ្នកស្រឡាញ់ភេទទាំងពីរឬក៏អ្នកស្រឡាញ់ទាំងពីរភេទគេវាយតម្លៃយ៉ាងម៉េចគឺហាក់ដូចជាគេគិតថាគាត់ជាបុគ្គលម្នាក់ដែលចំណេញថាចំណេញអាចស្រឡាញ់បានទាំងពីរភេទហ្នឹងគឺចំណេញអញ្ចឹងយើងចង់គិតថាយើងចង់បង្ហាញថាអាពាក្យថាចំណេញហ្នឹងវាអត់ត្រូវជាមួយនឹងអ្នកដែលជា bisexual ទេឬក៏អ្នកខ្លះទៀតពេលដែលឮថាគាត់ជាអ្នកស្រឡាញ់ទាំងពីរភេទគិតថាគាត់មានដៃគូម្ដងពីរនាក់ហ្នឹងឬក៏អ្នកខ្លះទៀតពេលដែលគាត់ជា bisexual គេគិតថាគាត់ជាអ្នកស្រឡាញ់ភេទដូចគ្នាប៉ុន្តែខ្លាចគេរើសអើងលាក់ទាំងធ្វើជាស្រឡាញ់ទាំងពីរភេទអញ្ចឹងមិនមែនទេ
យើងគួរតែគោរពទៅដល់អ្នកដែលគាត់កំណត់ខ្លួនឯងជាអ្នកស្រឡាញ់ទាំងពីរភេទពីព្រោះថាអ្នកស្រឡាញ់ទាំងពីរភេទហ្នឹងគឺមានពិតមែនហើយវាជារឿងធម្មតាឯងហើយការស្រឡាញ់ទាំងពីរភេទហ្នឹងគឺអ្នកខ្លះគឺគាត់អារម្មណ៍ស្រឡាញ់គាត់50-50មានន័យថាគាត់អាចមានអារម្មណ៍ស្រឡាញ់ទៅលើភេទបរិសុទ្ធ50%ស្រឡាញ់ទៅលើស្ត្រី50%ឬក៏អ្នកខ្លះទៀតគាត់ជា bisexual ប៉ុន្តែattractive របស់គាត់ហ្នឹងភាពតាក់ទាញទៅកាន់បរិសុទ្ធហ្នឹងគឺ80%ឧទាហរណ៍ចំពោះស្ត្រី20%អ្នកខ្លះទៀត70-30អីចឹងទៅអញ្ចឹង bisexual ហ្នឹងគឺគាត់អាចមានអារម្មណ៍ស្រឡាញ់ទាំងពីរភេទគាត់ថាកម្រិតនៃទំនោរទៅខាងណាជាងហ្នឹងអាចមិនស្មើគ្នាទេអ្នកខ្លះ50អ្នកខ្លះ50អ្នកខ្លះ28អ្នកខ្លះ30ឬក៏70ចឹងទៅអញ្ចឹងបានពេលខ្លះនៅក្នុងសហគមន៍យើងធ្លាប់ឃើញថាអ្នកខ្លះគាត់ហាក់ដូចជាបង្ហាញថាគាត់ជាអ្នកស្រឡាញ់បរិសុទ្ធដូចគ្នាតែបន្ដល់ពេលណាមួយនេះយើងឃើញថាគាត់ទៅស្រឡាញ់ហើយរៀបការមួយនឹងស្ត្រីហ្នឹងដែលជាការពេញចិត្តរបស់គាត់ណាហើយត្រូវបានគេគិតថាពីមុនស្រឡាញ់ប្រុសទេមិនក៏ឥឡូវស្រឡាញ់ស្រីឧទាហរណ៍អញ្ចឹងទៅអញ្ចឹងគាត់នៅក្នុងករណីមួយដែរគាត់គឺជាអ្នកស្រឡាញ់ទាំងពីរភេទអញ្ចឹងនៅត្រង់កន្លែងហ្នឹងយើងក៏ចង់បង្ហាញនៅត្រង់ចំណុចហ្នឹងដោយសារអ្នកស្រឡាញ់ទាំងពីរភេទគាត់ជួបរឿងច្រើនមែនតើអ្នកខ្លះត្រូវបានគេចាច់គាត់បែបនេះចាច់គាត់បែបនោះឬក៏អ្នកខ្លះទៀតពេលដែលគាត់ទៅរាប់អានជាមួយនឹងភេទផ្ទុយគេគិតថាតិចម្នាក់ហ្នឹងស្រឡាញ់ហែងទៅឧទាហរណ៍តិចម្នាក់ហ្នឹងចង់ស៊ីហែងទៅឧទាហរណ៍ហ្នឹងពាក្យសាមញ្ញដែលលើកឡើងនិយាយមកអញ្ចឹងយើងគាត់ចង់បង្ហាញថាអ្នកស្រឡាញ់ទាំងពីរភេទហ្នឹងមិនមែនចេះតែស្រឡាញ់ទេហ៎មិនមែនឲ្យតែបរិសុទ្ធស្រឡាញ់ទាំងអស់មិនមែនជាស្ត្រីឲ្យតែស្ត្រីស្រឡាញ់ទាំងអស់ទេមិនមែនទេគេមានស្តង់ដារគេមានថែបរបស់គេដែរអ្នកណាដែលយើងស្រឡាញ់អ្នកប្រភេទម៉ាយឬក៏តចរិតបែបណារូបរាងបែបណាផ្សេងជាដើមហ្នឹងហើយចុះហេងវិញមិនដែរកន្លែងហ្នឹងគាត់សម្គាល់ឃើញបែបណាខ្ញុំអត់ខុសពីបងទេខ្ញុំគិតថាបងរៀបរាប់លំអិតហើយដែលខ្ញុំឃើញហ្នឹងគឺស្តៀងគ្នាឧទាហរណ៍ដូចមានករណីខ្លះគាត់កំពុងស្រឡាញ់ជាមួយអ្នកស្រឡាញ់ភេទដូចគ្នាប៉ុន្តែតទៅពេលគាត់ចាប់ផ្ដើមបែកបាក់គ្នាទៅចប់សពគ្រប់អស់ហើយគាត់ទៅរៀបការជាមួយនឹងអ្នកស្រឡាញ់ភេទផ្ទុយគ្នាវិញតែចឹងហើយចាប់ផ្ដើមមានអ្នកដែលគាត់រិះគន់ថាឃើញទេតែពេលស្រឡាញ់ភេទដូចគ្នាហើយឥឡូវចុងក្រោយតែស្រឡាញ់ភេទផ្ទុយគ្នាវិញព្រោះស្រឡាញ់ភេទដូចគ្នាអត់អនាគតអីចឹងទៅតែពិតវាមិនមែនជារឿងចឹងទេអាហ្នឹងអាស្រ័យទៅលើថាគាត់ជាអ្នកស្រឡាញ់ទាំងពីរភេទហើយគាត់អាចគិតថាពេលនេះមួយគឺគាត់មានបុគ្គលម្នាក់នេះដែលគាត់គិតថាគាត់ស្រឡាញ់ភេទដូចគ្នាដូចថាគាត់ពេញចិត្តអីចឹងណាតែតទៅពេលចប់តំណែងហ្នឹងហើយគាត់ទៅរកឃើញអ្នកផ្សេងដែលជាភេទផ្ទុយគ្នាហ្នឹងប៉ុន្តែគាត់ពេញចិត្តនៅថែបមួយហ្នឹងមានប្រភេទមនុស្សមួយហ្នឹងអញ្ចឹងក៏គាត់ទៅសម្រេចចិត្តរៀបការអញ្ចឹងទៅអញ្ចឹងវាមិនមែនដូចយើងគិតថាអាចផ្លាស់ប្ដូរខ្លួនឯងកាយខ្លួនឯងហើយឈប់ស្រឡាញ់ភេទដូចគ្នាអញ្ចឹងហ្នឹងហើយចឹងអ្នកពីការយល់ខុសពីខាងក្រៅសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាវិញសម្រាប់ហេងមានកត់សម្គាល់ចំណុចណាខ្លះការយល់ខុសពីសហគមន៍ខាងក្រៅមកកាន់ពួកយើងសហគមន៍ខាងក្រៅមកកាន់ពួកយើងខ្ញុំគិតថាចំណុចមួយនេះខ្ញុំអាចលើកដែរតាក់ទងជាមួយនឹងសមភាព gender បើសិនជាយើងនិយាយពីសមភាព gender មនុស្សទូទៅច្រើនតែលោតនៅពាក្យថាស្ត្រីចូលមកហើយអញ្ចឹងឲ្យតែលើសមភាព gender គឺតែងតែផ្ដោតទៅលើស្ត្រីតែការពិតសមភាព gender គឺសម្រាប់គ្រប់គ្នាទាំងអស់មិនថាគាត់មានភេទអីឬក៏អត្តសញ្ញាណ gender អីទេគឺយើងផ្ដោតឲ្យមានភាពស្មើគ្នាទាំងអស់អញ្ចឹងណាអញ្ចឹងខ្ញុំគិតថាខាងក្រៅក៏គាត់តែងតែយល់ច្រឡំលើពាក្យ soji ដែរអញ្ចឹងខ្ញុំគិតថាចង់ឲ្យបងជួយបកស្រាយថាតើខាងក្រៅគាត់យល់ច្រឡំអីគេខ្លះលើពាក្យនៅពេលដែលគាត់ឮថា soji ac អញ្ចឹងណាហ្នឹងហើយយើងតាមពិតទៅធ្លាប់ឮច្រើនហើយយើងឮការចែករំលែកច្រើនពីសហគមន៍របស់យើងណាពាក្យថា soji ac ហ្នឹងឥឡូវមុននឹងបញ្យល់ថា soji ac ហ្នឹងគឺជាអីរឿងដែលធ្លាប់កើតឡើងណាឧទាហរណ៍ថាមានការចែករំលែកមួយទៅកាន់សាលារៀនឬក៏ទៅកាន់ស្ថាប័នណាមួយអង្គការសង្គមស៊ីវិលណាមួយពេលដែលយើងមានវគ្គចែករំលែកអំពី Soji SC ហើយនឹងសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នាពេលខ្លះអ្នកនៅក្នុងស្ថាប័ននីមួយៗហ្នឹងមិនស្ថាប័នទាំងអស់ទេតែយើងគ្រាន់តែលើកឡើងពីស្ថាប័នមួយចំនួនពេលដែលមានវគ្គចែករំលែកទាំងអស់ហ្នឹងគឺគេចាប់ផ្ដើមអ្នកខ្លះហាក់ដូចជាបង្កើតជាជោគជារឿងកំ pl ែងឧទាហរណ៍ឯងអ្នកនេះទៅរៀនទៅអ្នកនោះទៅរៀនទៅឬក៏អ្នកខ្លះគាត់ទៅចូលរួមរៀនស្វែងយល់ពី Soji SC សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាហើយតែមកវិញត្រូវបានអ្នកនៅក្នុងស្ថាប័នហ្នឹង
គិតថាគាត់ម្នាក់ហ្នឹងជាអ្នកស្រឡាញ់ភេទដូចគ្នាបានទៅរៀនអាហ្នឹងឬក៏ម្នាក់ហ្នឹងទៅរៀនពីអាហ្នឹងគាត់គឺជាអ្នកនៅក្នុងសហគមន៍ហ្នឹងអីចឹងទៅហើយវាហាក់ដូចជាត្រូវបានគេយកមកធ្វើជារឿងកំ pl ែងត្រូវបានគេយកមកធ្វើជារឿងលេងសើចហើយសើចចំអកអញ្ចឹងទៅអ្វីដែលយើងចង់និយាយនៅទីនេះហ្នឹងគឺពេលដែលយើងស្វែងយល់ពី SOGSC ហ្នឹងណាគឺមិនមានន័យថាអ្នកដែលជាអ្នកស្រឡាញ់ភេទដូចគ្នាគួរទៅរៀនទេគឺទាំងអស់គ្នាគួរថា SOGSC ហ្នឹងគឺជា framework មួយដែលយើងបង្ហាញអំពីភាពជាមនុស្សរបស់មនុស្សទាំងអស់គ្នាណាអញ្ចឹងភាពជាមនុស្សហ្នឹងអីគេមនុស្សហ្នឹងណាគេអញ្ចឹងបើយើងនិយាយខ្លីមនុស្សហ្នឹងគឺនៅក្នុង SOGSC ហ្នឹងគឺយើងតាំងពីកើតមកថាគាត់មានភេទជាអីភេទពីកំណើតរបស់គាត់អាចជាស្ត្រីអាចជាបរិសុទ្ធហើយក៏អាចជាអ្នកដែលអន្តរភេទដែរមានណាភេទគាត់ដែលមានទាំងបរិសុទ្ធផងទាំងស្ត្រីផងឬក៏ភេទមិនច្បាស់លាស់ហើយបន្ទាប់មកទៀតគឺយើងស្វែងយល់អំពីការកំណត់អត្តសញ្ញាណរបស់បុគ្គលម្នាក់របស់មនុស្សម្នាក់អ្នកខ្លះគាត់កើតមកមានភេទជាបរិសុទ្ធហើយគាត់កំណត់ខ្លួនឯងជាបរិសុទ្ធគាត់កើតមកមានភេទជាស្ត្រីគាត់កំណត់ខ្លួនឯងជាស្ត្រីបើបែបហ្នឹងហាក់ដូចជាសាមញ្ញទេនៅក្នុងសង្គមយើងអត់មានគិតថាប្លែកអីទេតែអ្នកខ្លះគឺគាត់មានភេទពីកំណើតជាស្ត្រីហើយគាត់ធំធាត់ឡើងដឹងក្តីឡើងគាត់ចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងមិនមែនជាស្ត្រីចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងគឺជាបរិសុទ្ធអញ្ចឹងគាត់កំណត់ខ្លួនឯងថាជាបរិសុទ្ធឬអ្នកបដូរ gender ជាបរិសុទ្ធបែបហ្នឹងក៏អត់ជាបញ្ហាដែរគ្រាន់តែថាមានភាគរយតិចអញ្ចឹងហាក់ដូចជាប្លែកអញ្ចឹងនៅក្នុងការស្វែងយល់ពី SOGSC គឺបែបហ្នឹងបុគ្គលម្នាក់កើតមកគឺជាមនុស្សដូចគ្នាហើយការកំណត់ហ្នឹងអាចនឹងមិនដូចគ្នាហើយការបង្ហាញអត្តសញ្ញាណនៅខាងក្រៅដូចគ្នាអ្នកខ្លះគាត់កំណត់ថាខ្លួនឯងជាបរិសុទ្ធគាត់បង្ហាញមកភាពជាបរិសុទ្ធដោយដែលសង្គមបានកំណត់ការស្លៀកពាក់ការតុកម៉ូតសក់ដើរអីរបៀបដើររបៀបនិយាយផ្សេងជាដើមហើយមួយទៀតដែលសំខាន់ហ្នឹងគឺអារម្មណ៍នៃក្តីស្រឡាញ់ការស្វែងយល់ពី SOGSC ហ្នឹងគឺស្វែងយល់ពីអារម្មណ៍នៃក្តីស្រឡាញ់របស់មនុស្សម្នាក់តើអ្នកហ្នឹងគាត់ស្រឡាញ់បរិសុទ្ធស្រឡាញ់ស្ត្រីឬក៏ស្រឡាញ់ទាំងពីរឬក៏ស្រឡាញ់អ្នកណាអញ្ចឹងនៅក្នុង SOGSC ហ្នឹងគឺយើងស្វែងយល់ពីអាហ្នឹងដូចគ្នាឧទាហរណ៍អ្នកខ្លះគាត់កើតមកជាបរិសុទ្ធហើយគាត់ស្រឡាញ់អ្នកដែលមានភេទពីកំណើតជាស្ត្រីអ្នកខ្លះគាត់ជាបរិសុទ្ធហើយគាត់ស្រឡាញ់អ្នកដែលជាបរិសុទ្ធដូចគ្នាហើយកន្លែងហ្នឹងគឺជាការដែលយើងស្វែងយល់ពីអារម្មណ៍នៃក្តីស្រឡាញ់របស់មនុស្សម្នាក់ដែលអារម្មណ៍នៃក្តីស្រឡាញ់ហ្នឹងអត់មានអ្នកណាគេបរៀនយើងទេឧទាហរណ៍សួរហេងមានស្នេហាដែរហើយណាគេបរៀនឲ្យហេងចេះមានស្នេហាណាគេបរៀនឲ្យយើងចេះស្រឡាញ់អញ្ចឹងនៅក្នុង SOGSC ហ្នឹងគឺយើងស្វែងយល់ពីរឿងទាំងអស់ហ្នឹងអារម្មណ៍នៃក្តីស្រឡាញ់យើងស្រឡាញ់នរណាម្នាក់ណាគេអ្នកបរៀនយើងហើយមិនបានយើងមានអារម្មណ៍ហ្នឹងអញ្ចឹងអារម្មណ៍ហ្នឹងគឺជាអារម្មណ៍ពីធម្មជាតិរបស់មនុស្សយើងអាចមានអ្នកណាប្រាប់ថាអូឯងទៅស្រឡាញ់ម្នាក់ហ្នឹងទៅយើងអ្នកគួរតែស្រឡាញ់ម្នាក់ដែលខ្ពស់ដែលសហ្នឹងឧទាហរណ៍គេប្រាប់យើងអញ្ចឹងយើងអារម្មណ៍យើងទៅអញ្ចឹងឯងបើយើងមិនមែនអញ្ចឹងគឺអត់ហើយព្រោះថាបើយើងជាអ្នកស្រឡាញ់ភេទផ្ទុយគេឲ្យថងទៅស្រឡាញ់ម្នាក់ស្រឡាញ់ភេទដូចគ្នាហ្នឹងទៅច្បាស់ជាអត់បានដូចគ្នាបើយើងស្រឡាញ់ភេទដូចគ្នាគេឲ្យយើងទៅស្រឡាញ់ភេទផ្ទុយគ្នាវាច្បាស់ជាអត់បានដូចគ្នាអញ្ចឹងនៅក្នុង SOGSC ហ្នឹងគឺស្វែងយល់ពីហ្នឹងអារម្មណ៍នៃក្តីស្រឡាញ់របស់មនុស្សម្នាក់គឺជាធម្មជាតិអត់មានអ្នកណាកំណត់យើងអត់មានអ្នកណាបរៀនយើងហើយក៏អត់មានអ្នកណាបង្ខំយើងបានដែរវាស្រួលគិតទេបើយើងមានស្នេហាយើងមានមនុស្សដែលយើងស្រឡាញ់គេបង្ខំឲ្យគាត់ទៅស្រឡាញ់អ្នកផ្សេងតែអារម្មណ៍នឹងមិនអ្នកស្រឡាញ់ភេទដូចគ្នាក៏ដូចគ្នាស្រឡាញ់ភេទដូចគ្នាគេបង្ខំឲ្យស្រឡាញ់ភេទផ្ទុយវាច្បាស់ជាពិបាកវាច្បាស់ជាទទួលយកអត់បានអញ្ចឹងនៅក្នុង SOGSC ហ្នឹងគឺយើងស្វែងយល់ពីរឿងរ៉ាវទាំងអស់ហ្នឹងដែលបង្ហាញថាមនុស្សគឺមិនខុសគ្នាទេអ្នកស្រឡាញ់ភេទដូចគ្នាក៏ជាមនុស្សដែរហើយអារម្មណ៍នៃក្តីស្រឡាញ់របស់មនុស្សហ្នឹងវាគឺជាសិទ្ធិមូលដ្ឋានបើយើងគិតនៅក្នុងគោលការណ៍សិទ្ធិមនុស្សគោលការណ៍សិទ្ធិមនុស្សគឺអារម្មណ៍ស្រឡាញ់ហ្នឹងវាគឺជាសិទ្ធិមូលដ្ឋានដែលមនុស្សណាក៏ដោយគឺគាត់មានសិទ្ធិនៅក្នុងការស្រឡាញ់មនុស្សណាដែលគាត់ស្រឡាញ់អាហ្នឹងបើយើងនិយាយខ្លីអញ្ចឹងមិនមែនមានន័យថាអ្នកតារៀនពី SOGSC ហ្នឹងគឺសិទ្ធិតែជាអ្នកស្រឡាញ់ភេទដូចគ្នាទេហើយសង្ឃឹមថាជោគ around ជុំវិញរឿងទាំងអស់ហ្នឹងធ្វើកំ pl ែងយកមកសើចចំអន់ចំអកគ្នាជុំវិញរឿង SOGSC ហ្នឹងវានឹងគួរតែលេងមានទៀតដែរព្រោះគួរតែយល់ឲ្យច្បាស់អំពី SOGSC សិនមុននឹងបង្កើតវាជារឿងកំ pl ែងអញ្ចឹងណាហ្នឹងពីបងក៏ប៉ុណ្ណឹងអូខេហ្នឹងហើយបងតាក់ទងជាមួយនឹងចំណុចដែលបងលើករឿងអារម្មណ៍នៃក្តីស្រឡាញ់មិញហ្នឹងធ្វើឲ្យខ្ញុំនឹកឃើញចំណុចមួយភ្លាមចំណុចហ្នឹងគឺខ្ញុំអាសាឃើញគេ
comment គ្នាឌឺដងឲ្យគ្នានៅក្នុង Facebook នៅក្នុងបណ្ដាញសង្គមអីដែរអញ្ចឹងណាគាត់ថាមនុស្សមួយចំនួនគាត់មានផ្នត់គំនិតមួយថាស្រឡាញ់ភេទដូចគ្នានៅមួយគ្នាធ្វើម៉េចទៀតថាគាត់ជាភេទដូចគ្នាអញ្ចឹងតែគាត់អាចរស់នៅមួយគ្នាធ្វើម៉េចអ្នកខ្លះគាត់ប្រើពាក្យរហូតដល់ថាខ្ញុំសុំទោសទុកមុនណាសម្រាប់ការប្រើពាក្យហ្នឹងគាត់ប្រើពាក្យដល់ថ្នាក់ថាលេបមិនរួចទៅដូចគ្នាអីអញ្ចឹងទៅអញ្ចឹងខ្ញុំគិតថាន័យរបស់គាត់នេះគាត់ចង់សម្ដៅធ្ងន់ទៅលើការរួមភេទដែលគាត់គិតថាអ្នកស្រឡាញ់ភេទដូចគ្នារស់នៅមួយគ្នារួមភេទមួយគ្នាធ្វើមិនអីចឹងទៅហើយក៏ករណីរបស់ខ្ញុំធ្លាប់មានបុរសដែលគាត់មានភេទពីកំណើតជាបុរសហ្នឹងគឺគាត់សួរមកខ្ញុំថាខ្ញុំជាអ្នកស្រឡាញ់ភេទដូចគ្នាហ្នឹងរស់នៅមួយគ្នាធ្វើមិនគាត់មានអារម្មណ៍ថាឆ្អើមអីចឹងទៅគាត់និយាយមួយយើងបែបចំអកអញ្ចឹងណាដល់ពេលហើយខ្ញុំក៏សួរគាត់មកវិញថាបើចង់ដឹងថាអ្នកស្រឡាញ់ភេទដូចគ្នារស់នៅមួយគ្នាធ្វើមិនស្រឡាញ់គ្នាមិនឥឡូវខ្ញុំសូមឲ្យបងដែលជាអ្នកស្រឡាញ់ភេទផ្ទុយគ្នានេះបងសាកស្រឡាញ់ភេទដូចគ្នាបានមួយថ្ងៃមើលបងធ្វើបានអត់តែគាត់ឆ្លើយមកថាគាត់អាចធ្វើបានទេអញ្ចឹងខ្ញុំក៏ប្រាប់គាត់ទៅវិញថានេះគឺជាក្តីស្រឡាញ់ការដែលមនុស្សពីរនាក់ស្រឡាញ់គ្នាមិនមែនមានន័យថាយើងផ្ដោតទៅលើតែរឿងការរួមភេទទេប៉ុន្តែវាមានរឿងច្រើនទៀតឧទាហរណ៍ថាដូចជាក្តីស្រឡាញ់ពីធម្មជាតិមកមានន័យថាយើងកើតមកជាមួយនឹងក្តីស្រឡាញ់មួយហ្នឹងហ្មងយើងអាចបដូរបានទេអញ្ចឹងដូចជាខ្ញុំកើតមកជាមួយនឹងក្តីស្រឡាញ់អ្នកស្រឡាញ់ភេទដូចគ្នាគឺខ្ញុំស្រឡាញ់ភេទដូចគ្នាអញ្ចឹងរហូតមកហ្មងហ្នឹងហើយអញ្ចឹងវាជាអារម្មណ៍នៃក្តីស្រឡាញ់ហើយការដែលយើងស្រឡាញ់គ្នាយើងត្រូវគិតលើអនាគតត្រូវគិតទៅលើគ្រួសារការកសាងគ្រួសារគិតទៅលើការជួយសង្គមនឹងមានរឿងច្រើនទៀតដែលមិនមែនឲ្យយើងគិតផ្ដោតខ្លាំងតែរឿងការរួមភេទទេហើយជាធម្មតាមនុស្សស្រឡាញ់មនុស្សពីរនាក់ដែលគាត់ស្រឡាញ់គ្នាគឺគាត់តែងតែមានក្តីស្រឡាញ់ឲ្យគ្នាអញ្ចឹងយើងមិនចាំបាច់ឆ្ងល់ណាតើគេរស់នៅជាមួយគ្នាមិនកើតអីមិនកើតព្រោះវាជាក្តីស្រឡាញ់ហ្នឹងហើយយ៉ាបងចង់ចូលរួមមួយហេបន្តិចដែរត្រង់ចំណុចហ្នឹងកាលពីមុនណាសំណួរហ្នឹងគឺ very popular សំណួរដែលឲ្យលើកឡើងមិញគេឆ្ងល់ថាស្រឡាញ់ភេទដូចគ្នាហ្នឹងធ្វើមិនកើតចង់និយាយថាសំណួរហ្នឹងណាវាជាសំណួរ too personal មានន័យថាវាជាសំណួរដែលសួររឿងផ្ទាល់ខ្លួនគេជ្រៅពេកដែលវាមិនមែនជាសំណួរដែលគួរសួរពីបងទៅសំណួរហ្នឹងវាមិនមែនជាសំណួរដែលគួរសួរទេព្រោះជាសំណួរដែលសួរទៅលើរឿងផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់វាជ្រៅពេកអាហ្នឹងពីបងប៉ុន្តែមួយទៀតក៏ចង់ឆ្លើយដែរដូចហេនិយាយមិនអញ្ចឹងជាចម្លើយហើយតែបងចង់បន្ថែមបន្តិចដែរបើយើងនិយាយងាយណាធ្វើមិនកើតហ្នឹងគេតើជាអ្នកធ្វើបើយើងចង់ដឹងម៉ែចង់ឆ្ងល់ម៉ែអញ្ចឹងណាហើយយើងបើអ្នកសាញ់ពេបផ្ទុយគ្នាធ្វើមិនយើងដែរសួរអត់ក៏យើងដែរឆ្ងល់អត់វាអត់ចាំបាច់ត្រូវសួរហើយការរស់នៅតំណែងគ្នាហ្នឹងគឺបុគ្គលគេពីរនាក់គេចេះចាត់ចែងហើយគេចេះគិតគូរហើយអញ្ចឹងនិយាយថាអញ្ចឹងណាហើយបើយើងនិយាយពីការរួមភេទរបៀបនៅក្នុងការរួមភេទវាមានច្រើនប្រភេទណាហើយវាអត់ចាំបាច់ត្រូវកំណត់ថាតើប្រភេទណាមួយទេអញ្ចឹងបើយើងចង់និយាយខ្លីអាហ្នឹងក៏អាចធ្វើជាប្រធានបទមួយទៀតដែរបើចង់និយាយស៊ីជម្រៅអញ្ចឹងណាអញ្ចឹងគាត់ថាសំណួរហ្នឹងវាពីយើងទៅណាវាជាសំណួរផ្ទាល់ខ្លួនរបស់គេពេកហើយយើងគិតថាសំណួរហ្នឹងគួរតែលេងសួរពីព្រោះវា unpolite វាអត់ជាសំណួរដែលវាសមរម្យនៅក្នុងការសួរទេហ្នឹងអូខេអញ្ចឹងពីបងទៅខ្ញុំចង់ថែមមួយចំណុចទៀតដែលយើងតែងតែទទួលការយល់ខុសពីមនុស្សជាច្រើននៅជុំវិញខ្លួនយើងតែជាហេងក៏ធ្លាប់ឮឬក៏អ្នកស្រឡាញ់ភេទដូចគ្នាផ្សេងទៀតក៏ប្រហែលជាធ្លាប់ត្រូវបានគេសួរគេឆ្ងល់ដែរណាគេថាយើងស្រឡាញ់ភេទដូចគ្នាហ្នឹងប្រហែលមកពីយើងធ្លាប់ខូចចិត្តជាមួយនឹងអ្នកភេទផ្ទុយហើយឧទាហរណ៍ធ្លាប់ខូចចិត្តមួយមនុស្សប្រុសបានមកស្រឡាញ់ស្រីដូចគ្នាធ្លាប់ខូចចិត្តមួយមនុស្សស្រីបានជាមកស្រឡាញ់ប្រុសដូចគ្នាតាមពិតទៅអាហ្នឹងវាមិនមែនជាការពិតទេចង់បកស្រាយថាវាមិនមែនជាការពិតទេការស្រឡាញ់ភេទដូចគ្នាមិនមែនដោយសារតែធ្លាប់ខូចចិត្តជាមួយនឹងភេទផ្ទុយទេគឺមិនមែនដាច់ខាតយើងអាចមើលងាយអ្នកដែលខូចចិត្តជាមួយនឹងភេទផ្ទុយអ្នកខ្លះក៏ធ្លាប់ខូចចិត្តច្រើនដងហើយគាត់នៅតែស្រឡាញ់អ្នកភេទផ្ទុយអញ្ចឹងគាត់អាចមកស្រឡាញ់មនុស្សភេទដូចគ្នាបានទេហើយអ្នកស្រឡាញ់ភេទដូចគ្នាបើគាត់ពីធម្មជាតិរបស់គាត់ហ្នឹងគឺជាអ្នកស្រឡាញ់ភេទដូចគ្នាហើយក៏ជាអ្នកស្រឡាញ់ភេទដូចគ្នាហើយអញ្ចឹងអ្វីដែលចង់និយាយដោយខ្លីការស្រឡាញ់ភេទដូចគ្នាគឺជាអារម្មណ៍នៃក្តីស្រឡាញ់ពីធម្មជាតិរបស់មនុស្សដោយមិនមែនកើតឡើងដោយសារយើងខូចចិត្តចំពោះអ្នកភេទផ្ទុយគ្នាទេអារម្មណ៍នៃក្តីស្រឡាញ់ពីធម្មជាតិអញ្ចឹងការស្រឡាញ់ភេទដូចគ្នាគឺជាធម្មជាតិយើងចង់បញ្ជាក់ឡើងវិញដែលមិនមែនត្រឹមតែមាត់យើងនិយាយទេមានការសិក្សាតាមបែបវិទ្យាសាស្ត្រនិងតាមបែប
ជីវសាស្ត្រណារបស់អង្គការសុខភាពពិភពលោក WHO គឺគេសិក្សារួចហើយវាជាទិន្នន័យមួយដ៏សំខាន់ប្រាប់ទៅពិភពលោកថាការស្រឡាញ់ភេទដូចគ្នាគឺជាធម្មជាតិអាហ្នឹងបើការសិក្សាស្រាវជ្រាវមួយទៀតយើងអាចគិតងាយៗមកខ្លួនឯងដូចយើងនិយាយវគ្គមុនអញ្ចឹងថាអារម្មណ៍នៃក្តីស្រឡាញ់យើងស្រឡាញ់ណាម្នាក់ហ្នឹងណាគេអ្នកបរៀនយើងណាគេអ្នកបខំឲ្យយើងទៅស្រឡាញ់អ្នកហ្នឹងអត់អាចទេតោះតែជាអារម្មណ៍យើងដែលវាចេញមកពីខ្លួនឯងអាហ្នឹងគេហៅថាអារម្មណ៍ដែលកើតចេញពីធម្មជាតិហើយអូខេអញ្ចឹងគាត់ថាយើងនិយាយបានច្រើនមែនតើពីហែងទៅមានអីទៀតទេខ្ញុំមានមួយចំណុចចុងក្រោយពីខ្ញុំទេដែលយើងអាសាឮពីអ្នកស្រឡាញ់ភេទដូចគ្នាគាត់ប្រាប់មកដែរគាត់ថានៅពេលដែលគាត់មានមិត្តភ័ក្តិជាអ្នកស្រឡាញ់ភេទផ្ទុយគ្នាច្រើនដែលត្រូវបានដូចថាឥឡូវទៀតថាគាត់ជាអ្នកស្រឡាញ់ភេទដូចគ្នាគាត់មានមិត្តភ័ក្តិជាអ្នកស្រឡាញ់ភេទផ្ទុយគ្នាប៉ុន្តែបើជាអ្នកជុំវិញហ្នឹងគិតថាមិត្តភ័ក្តិគាត់ដែលស្រឡាញ់ភេទផ្ទុយគ្នាហ្នឹងក៏ជាអ្នកស្រឡាញ់ភេទដូចគ្នាដែរតែចឹងហើយធ្វើឲ្យអ្នកស្រឡាញ់ភេទផ្ទុយគ្នាមួយចំនួនគាត់អត់ហ៊ានរាប់អានមិត្តភ័ក្តិរបស់គាត់ដែលមានភេទអ្នកស្រឡាញ់ភេទដូចគ្នាដោយសារគាត់ខ្លាចគេចោទប្រកាន់គាត់ខ្លាចគេរើសអើងគាត់អីចឹងទៅអញ្ចឹងការពិតវាជាការដែលយើងវាជារឿងមួយដែលបើអត់ត្រូវសោះហ្មងដែលត្រូវចោទអ្នកណាម្នាក់ទាំងគេអត់មានបាននិយាយអីមួយទៀតវាជាការរាប់អានពាក្យថារាប់អានមិនថាយើងជាអ្នកណាយើងជាមនុស្សដូចគ្នាក្នុងនាមយើងជាមនុស្សដូចគ្នាគឺយើងអាចរាប់អានគ្នាបានបើសិនជាករណីថាយើងគិតថាអូយើងជាប្រភេទមនុស្សស្រដៀងគ្នាយើងមានចំណង់ចំណូលចិត្តស្រដៀងគ្នាឬក៏យើងមានការគិតអីផ្នត់គំនិតអីមួយចំនួនស្រដៀងគ្នាយើងចង់រាប់អានគ្នាគឺរាប់អានទៅវាអត់មានពាក់ព័ន្ធអីមួយភេទឬក៏អត្តសញ្ញាណ gender អីទេអាហ្នឹងដែលយើងធ្លាប់ឮពីពួកគាត់មួយចំនួនគាត់ប្រាប់ណាហ្នឹងហើយបងចង់ចូលរួមបន្តិចពីអ្នកស្រឡាញ់ភេទផ្ទុយគ្នាខ្លួនឯងអ្នកខ្លះពេលគាត់ជាអ្នកស្រឡាញ់ភេទផ្ទុយគ្នាតែគាត់រាប់អានឬក៏គ្រប់គ្រងអ្នកស្រឡាញ់ភេទដូចគ្នាណាពួកគាត់អត់ចាំបាច់ព្យាយាមប្រាប់គេដែរថាខ្ញុំមិនមែនអ្នកស្រឡាញ់ភេទដូចគ្នាទេខ្ញុំមិនមែនអ្នកស្រឡាញ់ភេទដូចគ្នាទេអារឿងហ្នឹងក៏វាអត់ចាំបាច់ដែរពីព្រោះការស្រឡាញ់ភេទដូចគ្នាឬផ្ទុយគ្នាវាធម្មតាវាសាមញ្ញវាអត់ចាំបាច់យើងត្រូវប្រាប់គេថាអូខ្ញុំមិនមែនទេខ្ញុំមិនមែនទេខ្ញុំមិនមែនទេតែខ្ញុំគ្រប់គ្រងនឹងត្រូវហើយក្នុងករណីខ្លះយើងអាចនិយាយអញ្ចឹងគាត់ថាពេលខ្លះវាអត់មានចាំបាច់ពេកដែលយើងត្រូវប្រាប់គេថាយើងជាអ្នកណាហើយការរាប់អានគ្នាវាគួរតែរាប់អានរវាងបុគ្គលនិងបុគ្គលទោះបីគាត់ស្រឡាញ់អ្នកណាក៏ដោយគាត់ស្រឡាញ់ភេទដូចគ្នាឬផ្ទុយគ្នាក៏ដោយវាអត់សំខាន់បងមានចំណុចមួយចុងក្រោយមុននឹងយើងបញ្ចប់វាជាអ្វីដែលយើងធ្លាប់ឮដែរពីសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នារបស់យើងណាជាពិសេសអ្នកដែលគាត់ជា trans woman អ្នកដែលប្ដូរ gender ពីបុរសទៅស្ត្រីឬក៏អ្នកដែលគាត់ជាបុរសស្រឡាញ់បុរសពួកគាត់ធ្លាប់លើកឡើងឬក៏ធ្លាប់ប្រាប់មកពួកយើងថាពេលដែលគាត់ជា trans woman ឬក៏ជាអ្នកស្រឡាញ់បុរសនិងបុរសហ្នឹងគាត់ត្រូវបានគេគិតថាគាត់គឺមានជំនាញតែផ្នែកសម្អាងការផ្នែកសាឡនផ្នែកអីទេហើយអ្នកខ្លះគាត់ជាអ្នកស្រឡាញ់តែដូចគ្នាដែលជាបុរសហ្នឹងគាត់ថាសំបីតែក្រុមគ្រួសារពុកម្ដាយគាត់សាច់ញាតិគាត់ហ្នឹងគឺគ្រប់គ្រងឲ្យគាត់ថាគាត់គួរតែរៀនផ្នែកសម្អាងការហ្នឹងទៅដោយសារតែយើងជាអ្នកស្រឡាញ់ភេទដូចគ្នាជាបុរសហ្នឹងយើងប៉កែផ្នែកហ្នឹងអញ្ចឹងនៅត្រង់កន្លែងហ្នឹងមែនតើយើងអត់បដិសេធថាអ្នកដែលជាបុរសស្រឡាញ់ភេទដូចគ្នាឬក៏ជា trans woman ហ្នឹងគាត់មានជំនាញផ្នែកហ្នឹងឯងហ្នឹងត្រូវហើយអ្នកមួយចំនួនដូចយើងឃើញជាក់ស្ដែងអញ្ចឹងមានអ្នកប៉កែខ្លាំងមែនតើប៉ុន្តែអ្វីដែលយើងចង់និយាយគឺចង់បើកចិត្តឲ្យទលាយថាអ្នកដែលជា trans woman ឬក៏បុរសស្រឡាញ់បុរសហ្នឹងគឺមិនមែនប៉កែមិនមាន talent ជំនាញតែផ្នែកសម្អាងការហ្នឹងមួយទេគឺមានជំនាញទៅលើផ្នែកអីផ្សេងទៀតអាស្រ័យដោយបុគ្គលនីមួយអ្នកខ្លះជំនាញផ្នែកនេះអ្នកខ្លះជំនាញផ្នែកនោះ IT accountant អីផ្សេងជាដើមណាផ្នែកនិយាយរួមគឺគ្រប់វិស័យទាំងអស់គឺអាចមានពួកយើងដែលមានជំនាញផ្សេងគ្នាអញ្ចឹងអ្វីដែលយើងចង់និយាយគឺគាត់តែចង់លើកឡើងថាមិនមែនឲ្យតែ trans woman ឬក៏ gay people ហ្នឹងគាត់ធ្វើបានឬក៏ជំនាញតែផ្នែកសម្អាងការទេគឺគាត់អាចមានជំនាញឬក៏អីគេ talent របស់គាត់ពីកំណើតហ្នឹងអាចមានទៅលើផ្នែកផ្សេងទៀតដែរដោយបច្ចុប្បន្នក៏យើងឃើញដែរថាសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នារបស់យើងគឺនៅក្នុងគ្រប់វិស័យទាំងអស់នៅក្នុងសង្គមវិស័យណាក៏មានយើងហ្នឹងណាគាត់ថាពេលខ្លះយើងឃើញយើងអត់សូវឃើញអ្នកខ្លះគាត់បង្ហាញខ្លួនអ្នកខ្លះគាត់មិនបង្ហាញខ្លួនអញ្ចឹងពួកយើងក៏អាចមានជំនាញឬក៏ប៉កែទៅលើផ្នែកផ្សេងគ្នាហើយរាល់ថ្ងៃក៏កំពុងតែស្ថិតនៅក្នុងជំនាញនៅក្នុងវិស័យការងារផ្សេងគ្នារួចទៅហើយអូខេអញ្ចឹងយើងឃើញថាយើងជជែកគ្នាច្រើនមកហើយក៏គាត់ថាសិតតែជារឿងសំខាន់ហើយក៏មានរឿងផ្សេងទៀតក្រៅពីចំណុចទាំងអស់ហ្នឹងហើយក៏គាត់ចង់បញ្ជាក់ថា
ការទៅជ័យគ្នារបស់យើងថ្ងៃនេះគឺគ្រាន់តែជាការចូលរួមចំណែកមួយដែលបង្ហាញក៏ដូចជាចង់បញ្ជាក់ទៅលើចំណុចមួយចំនួនដែលយើងឃើញថាមានការយល់ច្រឡំឬក៏យល់ខុសជាច្រើនមកកាន់សហគមន៍របស់យើងទាំងក្នុងសហគមន៍ខ្លួនឯងទាំងអ្នកខាងក្រៅសហគមន៍របស់អ្នកស្រឡាញ់ភេទដូចគ្នាហើយសង្ឃឹមថាវាជាការចែករំលែកមួយទៅកាន់អ្នកទាំងអស់គ្នានៅក្នុងការពិចារណាក៏ដូចជាការគិតនិងការដឹងបន្ថែមពីក្នុងសហគមន៍របស់យើងដែរអញ្ចឹងពីហេតុមានអីជាចុងក្រោយមុននឹងយើងបញ្ចប់ ខ្ញុំគិតថាខ្ញុំអត់មានអីច្រើនទេបងហើយយើងបានទៅចែកគ្នាច្រើនថ្ងៃនេះពិតជាសប្បាយចិត្តខ្លាំងមែនតើពីព្រោះចំណុចមួយចំនួនដែលយើងទៅចែកគ្នានិយាយទៅចំណុចទាំងអស់ដែលយើងទៅចែកគ្នានេះគឺជាអ្វីដែលខ្ញុំចង់លើកយូរមកហើយពីព្រោះខ្ញុំតែងតែឃើញនៅផ្នត់គំនិតខុសទាំងអស់ហ្នឹងកើតឡើងនៅក្នុងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាក៏ដូចជាផ្នត់គំនិតមួយចំនួនដែលខុសហ្នឹងគឺពីមជ្ឈដ្ឋានខាងក្រៅមកលើសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាអញ្ចឹងខ្ញុំគិតថាការទៅចែករបស់យើងក្នុងថ្ងៃនេះនឹងជួយទៅដល់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាពួកគាត់អាចស្វែងយល់បន្ថែមហើយក៏ដូចជាមនុស្សគ្រប់មជ្ឈដ្ឋានទាំងអស់ឲ្យគាត់ស្វែងយល់ពីសហគមន៍របស់យើងដូចគ្នាហ្នឹងហើយអរគុណច្រើនមែនតើហើយអរគុណហេងហើយនឹងអរគុណអ្នកទាំងអស់គ្នាដែរហើយសង្ឃឹមថាអ្នកទាំងអស់គ្នាសប្បាយចិត្តនៅក្នុងការស្ដាប់នៅ podcast នេះហើយក៏កុំភ្លេចតាមដាននៅ podcast បន្តទៀតដែលយើងនឹងពំនាំនៅប្រធានបទជាច្រើនជាមួយរឿងរ៉ាវរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាហើយអ្នកទាំងអស់គ្នាក៏អាចចូលរួមប្រាប់មកយើងដែរថាតើប្រធានបទណាដែលអ្នកទាំងអស់គ្នាចង់ដឹងអំពីសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាអរគុណច្រើនហើយអ្នកទាំងអស់គ្នាអាចប្រាប់មកពួកយើងតាម comment ឬក៏ inbox មកពួកយើងក៏បានដែរអំពីប្រធានបទដែលអ្នកទាំងអស់គ្នាចង់ដឹងអរគុណច្រើនអញ្ចឹងយើងមានតែប៉ុណ្្នឹងទេអរគុណជម្រាបលាសុខសប្បាយបាយបាយ